លោកអាយ៉ាតុលាអាលីខាមីនីមេដឹកនាំសាសនាអ៊ីរ៉ង់ដែលមានអំណាចខ្លាំងជាងប្រធានាធិបតីអ៊ីរ៉ង់ទៅទៀតពេលនិយាយដល់ប្រទេសអ៊ីរ៉ង់អ្នកប្រកាសជាធ្លាប់ឮឈ្មោះលោកអាយ៉ាតុលាអាលីខាមីនីជាមេដឹកនាំសាសនាដែលមានអំណាចកំពូលពលគឺមានអំណាចខ្លាំងជាងប្រធានាធិបតីអ៊ីរ៉ង់ទៅទៀតសាធារណរដ្ឋអ៊ីរ៉ង់ដែលគ្រប់គ្នាស្គាល់ច្បាស់ត្រឹមតែឈ្មោះថាអ៊ីរ៉ង់គឺជាប្រទេសដ៏មានឥទ្ធិពលមួយនៅតំបន់មជ្ឈិមបូព៌ាដែលមានឥទ្ធិពលខ្លាំងទាំងផ្នែកប្រវត្តិសាស្ត្រវប្បធម៌និងភូមិសាស្ត្រនយោបាយហើយប្រទេសកាន់សាសនាអ៊ីស្លាមដែលមានប្រជាជនប្រមាណជាង90លាននាក់នេះបានជួបស្ថានភាពចលាចលដ៏ធំបំផុតមិនធ្លាប់មានក្នុងពេលជាច្រើនទសវត្សរ៍មកនេះដោយនៅចុងខែធ្នូឆ្នាំ2025ប្រជាជនអ៊ីរ៉ង់បានងើបឡើងធ្វើបាតកម្មតវ៉ាដោយសារបញ្ហាសេដ្ឋកិច្ចកាន់តែដុនដាបហើយក៏បានរីកធំឡើងពីពេញប្រទេសនិងបន្តរហូតមកទល់នៅថ្ងៃសុក្រទី16ខែមករាឆ្នាំ2026នេះយោងតាមការចុះផ្សាយរបស់ The Guardian ឲ្យដឹងថាតួលេខគិតត្រឹមថ្ងៃព្រហស្បតិ៍ទី15ខែមករាឆ្នាំ2026បង្ហាញថានៅក្នុងមហាបាតកម្មនៅអ៊ីរ៉ង់មនុស្សរហូតដល់ទៅ2571នាក់បានស្លាប់និងរហូតដល់ទៅ18100នាក់ត្រូវបានចាប់ខ្លួនញាតិទៅលោកអាយ៉ាតុលាអាលីខាមីនីវ័យ86ឆ្នាំឯណោះវិញឃើញថាលោកគឺជាមេដឹកនាំកំពូលឬ Supreme Leader កាន់អំណាចតាំងពីឆ្នាំ1989ហើយមានអំណាចខ្លាំងជាងប្រធានាធិបតីអ៊ីរ៉ង់ទៅទៀតដោយលោកមានសិទ្ធិគ្រប់គ្រងលើយោធានយោបាយសន្តិសុខតុលាការទូរទស្សន៍ជាតិនិងទិសដៅយុទ្ធសាស្ត្ររដ្ឋជាដើមពលគឺលោកជាអ្នកសម្រេចចិត្តចុងក្រោយសម្រាប់រកកិច្ចការជាតិធំចំណែកឯប្រធានាធិបតីអ៊ីរ៉ង់គឺលោកម៉ាស៊ូតបេសេឃីយ៉ានដែលចូលកាន់អំណាចនៅឆ្នាំ2024ដោយលោកជាអ្នកគ្រប់គ្រងរដ្ឋាភិបាលសេដ្ឋកិច្ចនិងគោលនយោបាយប្រចាំថ្ងៃសម្រាប់សេដ្ឋកិច្ចនិងធនធានគឺប្រទេសអ៊ីរ៉ង់មានទុនបម្រុងប្រេងនិងឧស្ម័នធម្មជាតិធំសម្បើមលំដាប់ពិភពលោកប៉ុន្តែសេដ្ឋកិច្ចបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងលោកខាងលិចខ្ញុំតារាពី RTNews TV